ដោយសារតែរឿងរ៉ាវផ្ទុះកក្រើកខ្លាំងប្រហែលថ្ងៃនេះអ្នកស្គាល់នឹងតារាសម្ដែងប្រុសគឹមសូយុនម្នាក់គឺបានទម្លាយពីស្ថានភាពរបស់លោកពេលនេះគឺលោកកំពុងតែមានស្ថានភាពផ្លូវចិត្តដុនដាបខ្លាំងក្រោយពីផ្ទុះរឿងអាស្រូវស្នេហាក្តៅដូចបាយពុះតាមការចេញផ្សាយរបស់សារព័ត៌មាន 10 Asia បានឲ្យដឹងថាតារាសម្ដែងប្រុសគឹមសូយុននឹងនៅតែបន្តថតខ្សែភាពយន្តមួយចំនួនតាមការវិភាគកំណត់ដដែលជាក់ស្ដែងកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025កន្លងទៅតារាប្រុសវ័យ37ឆ្នាំរូបនេះគឺបានបង្ហាញខ្លួនថតនៅក្នុងកម្មវិធីកម្សាន្តដែលមានឈ្មោះថា Good Day ហើយកាលពីថ្ងៃទី12ខែមីនាឆ្នាំ2025កន្លងទៅលោកក៏បានទៅថតបន្តរឿងភាគដែលមានចំណងជើងថា Knock Off ផងដែរដោយអំឡុងពេលថតនោះតារាសម្ដែងប្រុសគឹមសូយុនគឺបានជួបជាមួយនឹងអ្នកដឹកនាំរឿងដោយផ្ទាល់ដើម្បីធ្វើការសុំទោសដោយក្រោយមកក៏បន្តជួបមិត្តរួមការងារដទៃម្នាក់ម្ដងដើម្បីធ្វើការសុំទោសដោយសារតែរឿងអាស្រូវរបស់លោកបានធ្វើឲ្យប៉ះពាល់ដល់ការងារតាមប្រភពអ្នកស្គាល់គ្នាជិតស្និទ្ធជាមួយតារាសម្ដែងប្រុសគឹមសូយុនបានបញ្ជាក់ដែរថាបច្ចុប្បន្នតារាសម្ដែងប្រុសរូបនេះកំពុងតែមានអារម្មណ៍ពិបាកខ្លាំងនិងផ្លូវចិត្តមិននឹងននោះឡើយហើយអ្នកដែលស្គាល់គ្នានឹងតារាសម្ដែងប្រុសគឹមសូយុនរូបនោះក៏តែងតែតាមមើលថែតារាប្រុសរូបនេះជាប់ផងដែរអ្នកដែលស្គាល់គ្នាជាមួយតារាសម្ដែងប្រុសគឹមសូយុនរូបនោះគឺជាបុគ្គលិកម្នាក់នៅកន្លែងថតរឿង Knock Off ដោយរូបគេបានលើកឡើងថាអំឡុងពេលសម្រាកស្ថានភាពរបស់តារាសម្ដែងប្រុសគឹមសូយុនគឺមិនល្អនឹងណនោះឡើយហើយលោកគឺមិនព្រមចេញពីក្នុងឡាននោះឡើយចាគោរំលឹកដែរថាកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025កន្លងទៅទីភ្នាក់ងាររបស់តារាសម្ដែងប្រុសគឹមសូយុនគឺបានប្រកាសថាពួកគេនឹងធ្វើការបកស្រាយការពិតគ្រប់យ៉ាងពាក់ព័ន្ធទៅនឹងពាក្យចចាមអារាមដែលគ្មានមូលដ្ឋានជុំវិញតារាសម្ដែងប្រុសគឹមសូយុននៅសប្តាហ៍ក្រោយនេះដែលឡែកខាង Channel YouTube Garo Zero Institute ក៏បានចេញមកតបដែរថាពួកគេរងចាំការឆ្លើយតបពីតារាប្រុសគឹមសូយុនក៏ដូចជាការសំទោសដល់ក្រុមគ្រួសាររបស់តារាស្រីគឹមសេរុននិងទស្សនិកជនទាំងអស់ហើយពួកគេក៏បានគម្រាមទម្លាយរូបភាពនិងវីដេអូបន្ថែមទៀតប្រសិនបើតារាប្រុសគឹមសូយុននៅតែកុហកចាគួរដឹងថាក្នុងរយៈពេល4ថ្ងៃមកនេះតារាប្រុសគឹមសូយុនគឺរងការខឹងសម្បារនិងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនរាប់ម៉ឺននាក់នៅអាស៊ីនៅពេលដែលខាង Channel YouTube Garo Zero Institute គឺបានចោទតារាប្រុសរូបនេះថាបានស្រឡាញ់តារាស្រីគឹមសេរុនតាំងពីនាងនៅមិនទាន់គ្រប់អាយុហើយប្រែក្រឡាស់មិនខ្វល់ពីនាងក្រោយពីចែកផ្លូវគ្នារហូតដល់នាងមានវិបត្តិផ្លូវចិត្តខ្លាំងរុញច្រាននាងឲ្យដល់ផ្លូវមរណៈក្រោមសម្ពាធរិះគន់មិនពេញចិត្តពីសំណាក់មហាជននៅក្នុងនោះផងដែរប្រេនល្បីៗមួយចំនួនគឺបានធ្វើការដកតារាប្រុសគឹមសូយុនចេញពីការផ្សព្វផ្សាយផលិតផលរបស់ពួកគេជាបន្តបន្ទាប់ផងដែរចាពុកម៉ែបងប្អូនទាំងអស់គ្នាចាសម្រាប់ព័ត៌មានដែលតាក់ទងទៅនឹងតារាប្រុសកូរ៉េដ៏ល្បីលំដាប់ជួរមុខគឺតារាប្រុសគឹមសូយុនពេលនេះផងដែររឿងរ៉ាវរវាងលោកជាមួយនឹងអតីតតារាសម្ដែងស្រីគឹមសេរុនដែលទើបតែទទួលមរណភាពថ្មីនេះពេលនេះគឺកំពុងតែផ្ទុះក្រោកពេញបណ្ដាញសង្គមតែម្ដងគឺមានមហាជនជាច្រើនគឺបានខឹងសម្បារក៏ដូចជារិះគន់លោកភ្លុកទឹកភ្លុកដីដែលពេលនេះគឺបានធ្វើឲ្យតារាសម្ដែងប្រុសគឹមសូយុនគឺកំពុងតែមានស្ថានភាពផ្លូវចិត្តដុនដាបខ្លាំងមែនតែម្ដងចាហើយសម្រាប់ព័ត៌មានមួយនេះដែរនាងខ្ញុំសូមធ្វើការបញ្ចប់តែប៉ុណ្ណេះសិននិងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃធ្វើការតាមដានសម្ដាប់ក៏ដូចជាទស្សនារាល់ព័ត៌មានទាំងអស់ដែលចេញពី Channel របស់នាងខ្ញុំហើយជាចុងក្រោយនេះផងដែរនាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អក៏ដូចជាធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពជានិច្ចសូមអរគុណនិងសូមជម្រាបលា